សហរដ្ឋអាមេរិកប្រើប្រាស់មីស៊ីល Tomahawk ជិត 900 គ្រាប់លើអ៊ីរ៉ង់ការប្រើប្រាស់មីស៊ីល Tomahawk ក្នុងទ្រង់ទ្រាយធំរបស់សហរដ្ឋអាមេរិកដែលជាបញ្ហាប្រឈមនៃខ្សែសង្វាក់ផ្គត់ផ្គង់និងតុល្យភាពយុទ្ធសាស្ត្រនៅក្នុងរយៈពេលត្រឹមតែ4សប្តាហ៍នៃប្រតិបត្តិការយោធាប្រឆាំងនឹងគោលដៅនៅក្នុងប្រទេសអ៊ីរ៉ង់កងទ័ពសហរដ្ឋអាមេរិកបានបាញ់បង្ហោះមីស៊ីល Tomahawk មិនតិចជាង850គ្រាប់នោះទេតួលេខដ៏គួរឲ្យភ្ញាក់ផ្អើលនេះមិនត្រឹមតែបង្ហាញពីទំហំនៃប្រតិបត្តិការយោធាប៉ុណ្ណោះទេប៉ុន្តែវាក៏បានបង្កើតជាសំណួរចោទសួរយ៉ាងខ្លាំងអំពីសមត្ថភាពផ្គត់ផ្គង់អាវុធយុទ្ធសាស្ត្ររបស់មហាអំណាចលំដាប់ទី1ក្នុងពិភពលោកមួយនេះយោងតាមរបាយការណ៍ពីសារព័ត៌មាន Washington Post ការប្រើប្រាស់ក្នុងអត្រាខ្ពស់បែបនេះបានធ្វើឲ្យមន្ត្រីជាន់ខ្ពស់នៅក្នុងមន្ទីរបញ្ចកោណបង្ហាញក្តីបារម្ភយ៉ាងខ្លាំងអំពីការថយចុះនៃស្តុកអាវុធសម្រាប់តម្រូវការយូរអង្វែងចាប់តាំងពីការបង្ហាញខ្លួនលើកដំបូងនៅក្នុងសង្គ្រាមឈូងសមុទ្រប៉ែកឆ្នាំ1991មីស៊ីល Tomahawk បានក្លាយជាឆ្អឹងខ្នងនៃអំណាចវាយប្រហារពីចម្ងាយរបស់អាមេរិកលក្ខណៈពិសេសដែលធ្វើឲ្យវាមិនអាចខ្វះបានគឺសមត្ថភាពវាយប្រហារច្បាស់លាស់វាអាចកំទេចគោលដៅដែលមានតម្លៃខ្ពស់ដោយមានកម្រិតលំអៀងតិចតួចបំផុតការការពារអាយុជីវិតកងទ័ពមីស៊ីលនេះអាចបាញ់ចេញពីនាវាចម្បាំងឬនាវាមួយទឹកដែលស្ថិតនៅចម្ងាយជាង 1600 គីឡូម៉ែត្រពីគោលដៅនេះមានន័យថាសហរដ្ឋអាមេរិកអាចបំផ្លាញប្រព័ន្ធការពារអាកាសនិងទីបញ្ជាការរបស់សត្រូវដោយមិនចាំបាច់បញ្ជូនអ្នកបើកបរយន្តហោះទៅប្រថុយគ្រោះថ្នាក់ក្នុងដែនអាកាសសត្រូវឡើយនិងចំពោះបច្ចេកវិទ្យាបត់បែនចំនួនចុងក្រោយនៃ Tomahawk Block 5អាចផ្លាស់ប្ដូរគោលដៅនៅកណ្ដាលអាកាសនិងមានសមត្ថភាពវាយប្រហារទាំងគោលដៅលើដីនិងនាវាចរចំណែកឯបញ្ហាដែលកំពុងធ្វើឲ្យអ្នករៀបចំផែនការយោធាអាមេរិកដេកមិនលក់គឺគម្លាតរវាងអត្រានៃការប្រើប្រាស់និងអត្រានៃការផលិតយោងតាមទិន្នន័យបច្ចេកទេសអត្រាប្រើប្រាស់850គ្រាប់ក្នុងមួយខែអត្រាផលិតកម្មសហរដ្ឋអាមេរិកមានសមត្ថភាពផលិតមីស៊ីលប្រភេទនេះបានត្រឹមតែ200ទៅ300គ្រាប់ប៉ុណ្ណោះក្នុងមួយឆ្នាំនេះមានន័យថាក្នុងរយៈពេលត្រឹមតែ30ថ្ងៃអាមេរិកបានប្រើប្រាស់អស់នូវបរិមាណមីស៊ីលដែលត្រូវចំណាយពេលជិត3ឆ្នាំការប្រើប្រាស់ក្នុងល្បឿនលឿនបែបនេះបានធ្វើឲ្យបញ្ជីសារពើភ័ណ្ឌអាវុធយុទ្ធសាស្ត្រធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់ប្រសិនបើសង្គ្រាមអូសបន្លាយលើសពីនេះឬមានចំនួនថ្មីមួយទផ្ទុះឡើងក្នុងពេលដំណាលគ្នាឧទាហរណ៍នៅច្រកសមុទ្រតៃវ៉ាន់ឬឧបទ្វីបកូរ៉េសហរដ្ឋអាមេរិកអាចនឹងប្រឈមមុខនឹងការខ្វះខាតអាវុធវាយប្រហារចម្ងាយឆ្ងាយរបាយការណ៍បង្ហាញថាមានការជជែកដេញដោលគ្នាយ៉ាងក្តៅគគុកនៅក្នុងក្រសួងការពារជាតិអំពីការបង្កើនខ្សែសង្វាក់ផលិតកម្មទោះជាយ៉ាងណាក៏ដោយការបង្កើនផលិតកម្មមិនមែនជារឿងងាយស្រួលឡើយដោយសារភាពស្មុគស្មាញនៃបច្ចេកវិទ្យាមីស៊ីលនីមួយៗត្រូវការគ្រឿងបន្លាស់អេឡិចត្រូនិកនិងប្រព័ន្ធនាំផ្លូវកម្រិតខ្ពស់ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុនម៉ៅការបន្តជាច្រើនចំពោះកង្វះកម្លាំងពលកម្មជំនាញរោងចក្រផលិតអាវុធត្រូវការអ្នកបច្ចេកទេសដែលមានជំនាញខ្ពស់ដែលមិនអាចបណ្ដុះបណ្ដាលបានក្នុងរយៈពេលខ្លីនិងចំពោះបញ្ហាថវិកាបើទោះបីជាអាមេរិកមានកញ្ចប់ថវិកាយោធាធំបំផុតលើលោកក៏ដោយប៉ុន្តែការបង្វែរថវិកាភ្លាមៗទៅកាន់ខ្សែសង្វាក់ផលិតកម្មខ្នាតធំត្រូវការការអនុម័តពីសហភាពដែលជារឿយៗជួបប្រទះនឹងភាពយឺតយ៉ាវដោយសារនយោបាយរីឯការប្រើប្រាស់មីស៊ីល Tomahawk ជិត900គ្រាប់លើអ៊ីរ៉ង់បញ្ជូនសារពីទៅកាន់ពិភពលោកទី1វាបង្ហាញពីអំណាចបច្ចេកវិទ្យាយោធាអាមេរិកដែលអាចកំទេចគោលដៅរាប់រយក្នុងពេលដ៏ខ្លីបំផុតទី2វាក៏បង្ហាញពីចំណុចខ្សោយនៃឧស្សាហកម្មការពារជាតិដែលមានអាងតង់ស៊ីតេខ្ពស់គូប្រជែងរបស់សហរដ្ឋអាមេរិកដូចជាចិននិងរុស្ស៊ីកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហានេះការដែលអាមេរិកខ្វះមីស៊ីលនាំផ្លូវច្បាស់លាស់អាចជាឱកាសយុទ្ធសាស្ត្រសម្រាប់សត្រូវក្នុងតំបន់ផ្សេងទៀតជារួមបើទោះបីជាសេដ្ឋវិមាននិងមន្ទីរបញ្ចកោណមិនទាន់ចេញមុខបញ្ជាក់ជាផ្លូវការចំពោះតួលេខរបស់ Washington Post ក៏ដោយក៏សារព័ត៌មាននេះបានក្លាយជាសញ្ញាអាសន្នសម្រាប់វិស័យការពារជាតិសង្គ្រាមនៅសតវត្សទី21មិនត្រឹមតែវាស់ស្ទង់លើចំនួនកងទ័ពនោះទេប៉ុន្តែវាជាការប្រកបប្រជែងលើសមត្ថភាពផលិតកម្មឧស្សាហកម្មដើម្បីរក្សាតំណែងជាមហាអំណាចយោធាសហរដ្ឋអាមេរិកប្រហែលជាត្រូវធ្វើការកែតម្រង់ស៊ីជម្រៅលើរបៀបដែលខ្លួនផលិតនិងរក្សាទុកអាវុធការពឹងផ្អែកលើមីស៊ីល Tomahawk គឺជារឿងចាំបាច់សម្រាប់ចែកជំនះក្នុងសកម្មភាពប៉ុន្តែការធានាថាមានមីស៊ីលគ្រាន់សម្រាប់ប្រើប្រាស់គឺជាគន្លឹះនៃសន្តិសុខជាតិយូរអង្វែងមេរៀនពីសង្គ្រាមជាមួយអ៊ីរ៉ង់លើកនេះនឹងក្លាយជាបទពិសោធន៍ដ៏សំខាន់សម្រាប់យុទ្ធសាស្ត្រយោធាអាមេរិកក្នុងទសវត្សរ៍ក្រោយ